បាទសូមជម្រាបសួរបងប្អូនប្រជាពលរដ្ឋដែលតាមដានស្ថានភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈឧស្ម័ននៅកម្ពុជាថ្ងៃនេះគឺខ្ញុំកំពុងតែមកជួបជាមួយនឹងខាងតំណាងរបស់ក្រុមហ៊ុនតេឡាដែលជាក្រុមហ៊ុនខ្មែររបស់យើងហើយក៏ជាក្រុមហ៊ុនដែលនាំប្រេងឥន្ធនៈធំមួយក្នុងប្រទេសជាពិសេសឧស្ម័ន LPG តែម្ដងនៅក្នុងស្ថានភាពនេះគឺពេលដែលពិភពលោកកំពុងតែជួលច្បល់រឿងបញ្ហាប្រេងបង្កចេញមកពីចំនួននៅមជ្ឈមបូព៌ានេះពិភពលោកប៉ះពាល់ទាំងអស់អាស៊ីយើងប៉ះពាល់ខ្លាំងសម្បើមណាស់ដោយសារនៅក្នុងច្រក Hormuz ដែលរាំងស្ទះដោយសង្គ្រាមនេះគឺ84%ប្រេងអូស្ម័នគឺចេញពីច្រកមកតំបន់អាស៊ីយើងដល់ពេលច្រកនោះមានបញ្ហាឥឡូវនេះបញ្ហាសម្រាប់អាស៊ីយើងទាំងមូលថ្ងៃនេះនៅកន្លែងខេត្តបរសេនុនេះគឺជាស្ថានីយ៍បូមប្រេងនិងបូមអូស្ម័នដែលយកមកផ្គត់ផ្គង់ប្រទេសកម្ពុជាយើងហើយថ្ងៃនេះបងប្អូនឃើញថានេះគឺជាកប៉ាល់ថ្មីកប៉ាល់ដែលនាំអូស្ម័ន LPG ថ្មីមកកម្ពុជាដែលមានចំណុះ3400តោនមកកម្ពុជាដែលជាជើងមួយថ្មីទៀតមកបង្ក្រប់ការផ្គត់ផ្គង់នៅកម្ពុជាជាធម្មតាក្រុមហ៊ុនក្នុងសភាពការលំបាកនេះក្រុមហ៊ុនគឺខិតខំអស់លទ្ធភាពដើម្បីស្វែងរកប្រភពជូនប្រទេសកម្ពុជាយើងហើយការស្វែងរកប្រភពនេះមិនថាប្រេងសាំងមិនថាប្រេងម៉ាស៊ូតឬក៏អូស្ម័ន LPG ទេសិតតែដណ្ដើមគ្នាទិញទាំងអស់ដោយសារវាខ្វះគ្រប់កន្លែងទាំងអស់មិនមែនន័យថាមានលុយដើរទៅទិញកំងទិញបានទេក្នុងសភាពការលំបាកនេះគឺថាមានលុយហើយបញ្ជាទិញហើយវាអត់មានផលិតផលឲ្យយើងទៀតហើយដែលតឹងគេបំផុតហ្នឹងគឺមានផលិតផលពីរទី1គឺប្រេងម៉ាស៊ូតដែលតឹងប៉ុន្តែតឹងខ្លាំងជាងប្រេងម៉ាស៊ូតទៀតដូចជាកម្ពុជាយើងគឺបញ្ហាអូស្ម័ន LPG នេះឯងកម្ពុជាវៀតណាមបង់ក្លាដេសស្រីលង្កាឥណ្ឌាសិតតែប្រឈមជាមួយនឹងបញ្ហាអូស្ម័ននេះជាចម្បងថ្ងៃនេះជាការសប្បាយចិត្តរបស់រដ្ឋាភិបាលគឺយើងឃើញថាមានកប៉ាល់ថ្មីមួយដែលចូលមកគឺជាមួយក្នុងចំណោមជើងទាំង5ដែលត្រូវរកចូលប្រចាំខែហើយការយក4-5ជើងមួយខែនេះគឺមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជាយើងបានទេកម្ពុជាយើងបើករណីធម្មតាក្រុមហ៊ុនតេឡាផ្គត់ផ្គង់ដល់ទៅ7ជើងនោះកប៉ាល់ប្រហែលប៉ុណ្ណឹង7ទៅ8ជើងប៉ុន្តែក្នុងស្ថានភាពលំបាកនេះរ8ជើងអត់បានទេដោយសារក្នុងតំបន់នេះទីផ្សារវាតឹងខ្លាំងណាស់ដូច្នេះហើយបានជារដ្ឋាភិបាលកន្លងមកខ្ញុំធ្លាប់បានលើកសំណូមពរជូនបងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រេងឥន្ធនៈក្តីក្នុងការប្រើឧស្ម័នឥន្ធនៈក្តីសូមឲ្យមានការប្រើប្រាស់ប្រកបដោយការសមចៃចឹងហើយថ្ងៃនេះជាការបញ្ជាក់មួយសារទៀតថារដ្ឋាភិបាលកំពុងតែធ្វើការជាមួយដៃគូសំខាន់ទាំងអស់ទាំងក្នុងស្រុកនិងក្រៅស្រុកដើម្បីធានាថាយើងនៅតែមានប្រេងឥន្ធនៈនៅឧស្ម័នឥន្ធនៈចូលគ្រប់គ្រងដល់ប្រទេសយើងសភាពការមិនទាន់ធូរស្រាលទេហើយការព្យាករណ៍ទៅមុខនេះក៏មិនមានភាពច្បាស់លាស់ដែរដោយសារថានៅតំបន់មជ្ឈមបូព៌ាហ្នឹងសង្គ្រាមនេះអត់ទាន់មានសញ្ញាណាមួយដែលហៅថានឹងអាចចប់ទេដូច្នេះហើយសូមបងប្អូនយើងនៅបន្តតាមដានការវិវត្តហើយជាពិសេសក្នុងការប្រើប្រាស់នេះសូមឲ្យប្រើប្រាស់ប្រកបទៅដោយការទទួលខុសត្រូវថ្ងៃមុនខ្ញុំបានជួបជាមួយយុវជនម្នាក់គាត់សួរថាឧទាហរណ៍ជាក់ស្ដែងថាតើប្រើម៉េចឲ្យទទួលខុសត្រូវបើមានឡាន2 3មានចក្រានផងមានសាំងផងមានម៉ាស៊ូតផងមានអូស្ម័នផងប្រើណាចោលណាខ្ញុំបានលើកជាឧទាហរណ៍សាមញ្ញឧទាហរណ៍ថាបើសិនជាផ្ទះមួយមានឡានសាំងមួយឡានម៉ាស៊ូតមួយបើអញ្ចឹងសភាពការបច្ចុប្បន្ននេះគឺជួយប្រើឡានសាំងទុកអាម៉ាស៊ូតបន្តិចបើសិនអាចធ្វើទៅបានហើយមានចង្ក្រានអូស្ម័ន LPG ហើយអាចទិញចង្ក្រានអគ្គិសនីបានបើអញ្ចឹងឈប់ឲ្យប្រើ LPG នេះទៅប្រើចង្ក្រានអគ្គិសនីវិញបើសភាពការអញ្ចឹងយើងជួយបន្តិចម្នាក់អញ្ចឹងយើងនឹងបានជួយសភាពការលំបាកនេះអញ្ចឹងហើយថ្ងៃនេះយើងឃើញថាជាការអរគុណផងដល់ក្រុមហ៊ុនតេឡាដែលក្នុងសភាពការនេះគាត់ខំប្រឹងប្រែងហើយមិនមែនតែតេឡាក្រុមហ៊ុនទាំងអស់ប៉ុន្តែតេឡាហ្នឹងគឺជាអ្នកដែលនាំចូលអូស្ម័ន LPG ធំជាងគេគាត់ខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃដើម្បីធ្វើម៉េចឲ្យមានអូស្ម័ននេះចូលថ្ងៃនេះខ្ញុំឈរនៅទីនេះមិនមែនសម្រាប់តែបង្ហាញបងប្អូនប្រជាពលរដ្ឋនៅអូស្ម័ន LPG នេះទេប៉ុន្តែនៅក្នុងនោះបងប្អូនឃើញកប៉ាល់នោះគឺជាកប៉ាល់ដែលនាំចូលប្រេងសាំងប្រេងម៉ាស៊ូតរបស់ក្រុមហ៊ុន Caltex ក្រុមហ៊ុន Caltex នេះក៏ប្រើកំពង់ផែរបស់តេឡានេះដែរដើម្បីយកប្រេងចូលមកហើយជួលពងរបស់តេឡាដល់ទៅ2គឺពង1ដាក់បាន10000តោនសម្រាប់សាំងពងទី2ដាក់បាន10000តោនសម្រាប់ម៉ាស៊ូតហើយបងប្អូនអាចឆ្ងល់ថាចុះបើ10000តោនម៉ាស៊ូតអញ្ចឹងតើគិតជាលីត្រប្រហែលប៉ុន្មានលីត្របើសិនជាគិតថាពង1
ស្តុកប្រេងម៉ាស៊ុត 10000 តោនវាប្រហាក់ប្រហែលនឹង12លានលីត្រជាងហ្នឹងបើម៉ាស៊ុតប៉ុន្តែបើពងសាំង 10000 តោនសាំងអាចស្តុកប្រេងសាំងប្រហែលជាជាង14លានលីត្រអញ្ចឹងបងប្អូនអាចមានជាគំនិតថាតើវាប្រមាណនឹងប្រមាណប៉ុន្តែអ្វីដែលចង់ជម្រាបជូនសំខាន់ត្រង់ថាការដឹកនាំរបស់រដ្ឋាភិបាលក្នុងសភាពការលំបាកនេះគឺធ្វើម៉េចឲ្យដៃគូទាំងអស់អាចនាំប្រេងនេះចូលបានតាមរយៈការសម្របសម្រួលនីតិវិធីទាំងអស់ឲ្យសាមញ្ញតាមរយៈការទម្លាក់ពន្ធនិងអាករគ្រប់ប្រភេទដើម្បីសម្រួលដល់ថ្លៃដែលយើងយកឥន្ធនៈបានមកហើយនេះឲ្យថ្លៃទៅដល់សង្គមហ្នឹងវាមិនខ្ពស់ដោយសាររឿងពន្ធទេគឺកាត់បន្ថយជាបន្តបន្ទាប់ហើយថ្ងៃនេះជាការប្រឹងប្រែងថ្មីមួយទៀតរបស់ក្រុមហ៊ុនផងក៏មានន័យថាជាការជួយសម្រួលរដ្ឋាភិបាលផងដែរថាទាំងបោះកាល់តិចសាំងនៅប្រសុទ្ធទាំងអូស្មန် LPG របស់ក្រុមហ៊ុនតេឡាគឺមកព្រមគ្នាក្នុងផែតែមួយដើម្បីបន្តផ្គត់ផ្គង់ដល់អូស្មန်និងប្រេងដែលជាតម្រូវការរបស់សេដ្ឋកិច្ចកម្ពុជាទោះបីយ៉ាងណាក៏ដោយដូចខ្ញុំបានលើកថាសភាពការលំបាកនេះមិនទាន់ចប់ទេហើយអត់ទាន់មានសញ្ញាណាក្នុងការចប់ឆាប់ទេដូច្នេះនៅតែជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នាដើម្បីធ្វើម៉េចប្រើប្រាស់ប្រភពឥន្ធនៈនេះប្រកបដោយការឆ្លៀសវៃនិងការសន្សំចៃខ្ពស់ទី1សន្តិភាពខ្លួនឯងផងទី2ដើម្បីកុំឲ្យឈានទៅដល់ដណ្ដើមគ្នាទិញដូច្នេះបើសិនជាយើងធ្វើដូចកន្លងមកនេះយើងអាចទៅអញ្ចឹងបន្តទៅទៀតដើម្បីឆ្លងបាននៅការលំបាកហើយសង្ឃឹមថាមិនយូរប្រហែលយើងអាចឆ្លងបានហើយខ្ញុំប្រើពាក្យសង្ឃឹមនេះប្រើដោយចេតនាតែម្ដងដោយសារថាអត់អ្នកណាហ៊ានធានាអីបានទេសូម្បីតែក្រុមហ៊ុនទៅទិញហ្នឹងមានលុយទៅទិញហើយហ្នឹងក៏អត់មានណាធានាអីបានដែរមិនអញ្ចឹងអត់ធានាបានទេដូច្នេះហើយមានតែការសង្ឃឹមថាពិភពលោកត្រឡប់មករកការចរចាហើយរកដំណោះស្រាយមួយដែលភាគីចំនួនហ្នឹងអាចដោះស្រាយបញ្ហាបានល្អទៅហើយផលប៉ះពាល់នឹងបានបញ្ចប់ជូនពិភពលោកអញ្ចឹងជាក្តីសង្ឃឹមរបស់ប្រទេសកម្ពុជាដែលជាប្រទេសស្រឡាញ់សន្តិភាពមានតែប៉ុណ្្នឹងទេបាទសូមអរគុណ